ឆ្នាំ2026ធាតុភ្លើងខ្លាំងឆ្នាំមមែឬមួយក៏ផ្កាយសេះដែលចរចូលមកគឺជាផ្កាយដែលមាននិមិត្តរូបតំណាងឲ្យការប្រែប្រួលនិងការធ្វើដំណើរដែលវាធ្វើឲ្យប៉ះទង្គិចទៅនឹងធាតុលោហៈឬមួយក៏ធាតុមាសរបស់អ្នកដែលកើតនៅក្នុងឆ្នាំវកដែលវាបានគៀបសង្កត់ទៅលើសំណាងរបស់អ្នកដែលកើតនៅក្នុងឆ្នាំវកនៅក្នុងឆ្នាំ2026ផងដែរជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំម្ដងទៀតហើយនៅក្នុង Channel ហោរាសាស្ត្រតាំងក្បួនចិនដែលថ្ងៃនេះខ្ញុំនាំមកនៅវីដេអូថ្មីដែលនិយាយអំពីហោរាសាស្ត្រឬមួយក៏រាសីរបស់អ្នកដែលកើតនៅក្នុងឆ្នាំវកនៅក្នុងឆ្នាំ2026ខាងមុខនេះដែលវីដេអូនេះខ្ញុំនឹងធ្វើការលម្អិតតាក់ទងទៅនឹងហិរញ្ញវត្ថុអាជីពការងារស្នេហាព្រមទាំងសុខភាពរបស់អ្នកដែលកើតនៅក្នុងឆ្នាំវកនៅក្នុងឆ្នាំ2026ដែលជាឆ្នាំមមីចចូលមកដែលយើងហៅថាផ្កាយធ្វើដំណើរដូច្នេះហើយអ្នកដែលកើតនៅក្នុងឆ្នាំវកនឹងជួបនឹងបំលាស់ប្ដូរច្រើនហើយនឹងបញ្ហាជាច្រើនដែលតម្រូវឲ្យមានសកម្មភាពនៅក្នុងការសម្របខ្លួននិងដោះស្រាយសំណាងល្អក៏មានផ្កាយមង្គលគឺនៅពេលដែលអ្នកមានបញ្ហានិងមានអ្នកដែលថ្លៃថ្នូរមកជួយឧបត្ថម្ភនៅពេលដែលវេលាសំខាន់ដូច្នេះហើយឆ្នាំនេះគួរតែប្រកាន់នូវគោលការណ៍ប្រុងប្រយ័ត្នជាងក្លាហានហើយទុកចន្លោះឲ្យមានភាពបត់បែននៅក្នុងគ្រប់កិច្ចការទាំងអស់នៅក្នុងអាជីពការងារបុគ្គលិកបរស៊ីនៅក្នុងឆ្នាំ2026នេះអ្នកដែលកើតនៅក្នុងឆ្នាំវកនឹងជួបសម្ពាធប្រកួតប្រជែងខ្លាំងក្លានៅក្នុងកន្លែងការងារហើយក៏អាចមាននៅចំនួនប្រកែកគ្នាឬតម្រូវឲ្យផ្លាស់ប្ដូរគម្រោងការងារម្ដងហើយម្ដងទៀតទោះជាយ៉ាងណាក៏ដោយដោយសារតែមានផ្កាយសេះចូលមកដូច្នេះបង្ហាញអំពីឱកាសល្អនិងការកើតឡើងតាមរយៈការធ្វើចលនាដូចជាដំណើរកម្សាន្តធុរកិច្ចការសហការឆ្លងវិស័យការពង្រីកចូលមកទៅទីផ្សារថ្មីដែលអាចជួយឲ្យអ្នកឆ្លងកាត់ឧបសគ្គទាំងនេះបានចំពោះអ្នករកស៊ីឬមួយក៏ធ្វើធុរកិច្ចផ្ទាល់ខ្លួនគួរតែយកចិត្តទុកដាក់ឲ្យខ្លាំងចំពោះកិច្ចសន្យាការស្វែងរកដំបូន្មានពីអ្នកដែលមានបទពិសោធន៍និងប្រើប្រាស់ឥទ្ធិពលផ្កាយធានជាដែលជាផ្កាយមង្គលដែលមានអ្នកថ្លៃថ្នូរមកជួយដោះស្រាយវិបត្តិឲ្យដែលនេះគឺជារឿងដែលគួរធ្វើបំផុតម្ដងហើយម្ដងទៀតគួរណាជៀសវាងនៅភាពក្លាហានជ្រុលអនុវត្តធ្វើអីតែឯងគួរតែស្ដាប់គេអ្នកដែលគេមានជំនាញឲ្យបានច្រើនតាក់ទងទៅនឹងទ្រព្យសម្បត្តិនិងហិរញ្ញវត្ថុវិញនៅក្នុងឆ្នាំ2026ចំណូលប្រចាំថ្ងៃរបស់អ្នកដែលកើតនៅក្នុងឆ្នាំវកនឹងមានស្ថិរភាពប៉ុន្តែចំណូលពីការវិនិយោគបែបស្មានឬមួយក៏លេងភ្នាល់គឺនឹងខ្សោយជាងធម្មតាហើយការវិនិយោគអាចនឹងងាយនៅរងនៅហានិភ័យដោយសារតែការប្រែប្រួលនៃទីផ្សារមួយទៀតនោះគឺដោយសារតែមានផ្កាយខាតបង់ចូលមកហើយលាក់ខ្លួនដែលជាសញ្ញាព្រមានឲ្យប្រុងប្រយ័ត្នចំពោះការចំណាយដោយច្រឡោតហើយការខ្ចីឬមួយក៏ឲ្យគេខ្ចីឬមួយក៏ការធានាឲ្យគេព្រោះអាចនាំឲ្យខាតបង់ធ្ងន់ធ្ងរដូច្នេះគុំឲ្យសោះហើយគួរតែប្រកាន់នូវយុទ្ធសាស្ត្រហិរញ្ញវត្ថុបែបអភិរក្សនិយមគឺការបែងចែកលុយទៅវិនិយោគនៅក្នុងគម្រោងដែលមានស្ថិរភាពអាចមានឱកាសល្អនៅក្នុងវិស័យតាក់ទងទៅនឹងធាតុភ្លើងដូចជាវិស័យថាមពលអគ្គិសនីបច្ចេកវិទ្យានិងឧស្សាហកម្មក្តៅប៉ុន្តែត្រូវតែដឹងអំពីពេលណាគួរឈប់ហើយកុំឲ្យលោភលន់ហួសហេតុពេកដំបូងមានបន្ថែមនោះគឺនៅក្នុងឆ្នាំដែលមានធាតុភ្លើងខ្លាំងដូចនេះគួរតែរក្សាសាច់ប្រាក់ឲ្យបានងាយស្រួលឲ្យមានចលនាបានច្រើនជៀសវាងការបន្ថយខ្លាំងនិងតាមដានចំណូលចំណាយឲ្យបានជាប់លាប់ហើយសូមប្រុងប្រយ័ត្ននិងកាត់បន្ថយនៅផលប៉ះពាល់ពីផ្កាយតាហោដែលជាផ្កាយខាត់បង់ធំរក្សាស្ថិរភាពហិរញ្ញវត្ថុឲ្យបានពេញមួយឆ្នាំជារឿងដ៏ល្អតាក់ទងទៅនឹងរាសីផ្នែកស្នេហានិងទំនាក់ទំនងអ្នកដែលកើតនៅក្នុងឆ្នាំវកគឺអាចមានឱកាសជួបជាមួយនឹងស្នេហាមួយឆាវក្នុងអំឡុងពេលធ្វើដំណើរដើរលេងឬមួយក៏ការសិក្សារៀនសូត្រផងដែរទោះជាយ៉ាងណាទំនាក់ទំនងទាំងនោះគឺងាយនឹងក្តៅខ្លាំងហើយក៏ងាយត្រជាក់ទៅវិញលឿនដែរដូច្នេះគួរតែសង្កេតមើលដោយភាពស្ងប់ស្ងាត់មុននឹងសម្រេចចិត្តដាក់បេះដូងទទួលយកនរណាម្នាក់ចំពោះអ្នកដែលមានដៃគូរួចហើយអាចនឹងធ្វេសប្រហែសនៅក្នុងទំនាក់ទំនងដោយសារតែសម្ពាធការងារដែលអាចបង្កឲ្យមានជាចំនួនដោយមិនចាំបាច់ការរៀបចំដំណើរកម្សាន្តទៅណាចិត្តជាគូអាចជួយឲ្យមានអារម្មណ៍ស្នេហាកើតឡើងវិញហើយគួរតែប្រុងប្រយ័ត្នជៀសវាងការឈឺប្រកែកទៅលើបញ្ហាលុយកាក់ឬមួយក៏ការចំណាយព្រោះអាចធ្វើឲ្យទំនាក់ទំនងកាន់តែតានតឹងដំបូងមានបន្ថែមនោះគឺដោយសារតែផ្កាយសេះផ្កាយធ្វើដំណើរចូលមកធ្វើឲ្យមានការប្រែប្រួលច្រើនការរក្សាភាពស្ងប់ស្ងាត់និងការនិយាយគ្នាដោយស្មោះត្រង់នឹងជួយទំនាក់ទំនងកាន់តែមានស្ថិរភាពជាងបើអាចគួរតែជ្រើសរើសដំណើរកម្សាន្តទៅកន្លែងណាដែលមានធាតុទឹកដូចជាសមុទ្រឬមួយក៏ទន្លេ
ដើម្បីធ្វើឲ្យអារម្មណ៍ស្រស់ស្រាយនិងត្រជាក់ចិត្តទាំងអស់គ្នាចំពោះរាសីផ្នែកសុខភាពវិញឆ្នាំវកនៅក្នុងឆ្នាំ2026គួរតែយកចិត្តទុកដាក់ជាពិសេសចំពោះប្រព័ន្ធដង្ហើមនិងប្រព័ន្ធរំលាយអាហារដើម្បីការពារនឹងការក្អករ៉ាំរ៉ៃឬមួយក៏ការឈឺកាពះពោះវៀនរំលាយអាហារមិនបានល្អនៅក្នុងខែក្តៅគឺត្រូវតែប្រុងប្រយ័ត្នកុំឲ្យមានកម្ដៅខ្លួនខ្លាំងនិងគេងមិនលក់ដោយសារតែចិត្តមិនស្ងប់អ្នកដែលចូលចិត្តហាត់ប្រាណគួរតែជៀសវាងរបួសសន្លាក់និងជាពិសេសត្រូវការពារជង្គង់ឲ្យបានដិតដល់គួរបង្កើននឹងការញ៉ាំអាហារដែលមានពណ៌សឲ្យបានច្រើនដូចជាខ្ទឹមសផ្សិតសគ្រាប់ឈូកទឹកដោះគោស្រូវសាលីជាដើមដើម្បីជួយបំប៉នធាតុលោហៈនៅក្នុងខ្លួនហើយនឹងសុខភាពឲ្យបានល្អជាប្រចាំចំណាំថាដោយសារតែឆ្នាំនេះគឺធាតុភ្លើងខ្លាំងដូច្នេះការប៉ះទង្គិចជាមួយនឹងធាតុលោហៈរបស់ឆ្នាំវកគួរតែផឹកទឹកឲ្យបានច្រើនជៀសវាងអាហារដែលក្តៅខ្លាំងឬមួយក៏ចៀនខ្លាំងច្រើននិងរក្សាអារម្មណ៍ឲ្យបានស្ងប់ស្ងាត់ធ្វើការដកដង្ហើមឲ្យបានវែងៗនិងសមាធិការពិនិត្យសុខភាពជាប្រចាំនឹងជួយរកឃើញអំពីបញ្ហាដំបូងធ្វើឲ្យឆ្នាំនេះកាន់តែមានសុវត្ថិភាពផ្នែកសុខភាពលេខសំណាងរបស់អ្នកដែលកើតនៅក្នុងឆ្នាំវកគឺលេខ5លេខ8និងលេខ6ពណ៌សំណាងគឺពណ៌លឿងពណ៌ត្នោតនិងពណ៌មាសទាំងនេះគឺសុទ្ធតែជាចំណុចដែលគួរឲ្យចាប់អារម្មណ៍គួរឲ្យប្រុងប្រយ័ត្ននៅក្នុងឆ្នាំ2026ដែលអ្នកឆ្នាំវកគួរតែកត់សម្គាល់ហើយខ្ញុំសង្ឃឹមថានឹងជាវីដេអូមួយដែលផ្ដល់ប្រយោជន៍ជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសអ្នកដែលកើតនៅក្នុងឆ្នាំវកជាចុងក្រោយនេះខ្ញុំមានតែការអរគុណសម្រាប់ការតាមដានទស្សនាវីដេអូខ្ញុំបើចូលចិត្តក៏សូមជួយចុច like និងជួយចុច subscribe Channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀតអរគុណជូនពរអ្នកទាំងអស់គ្នាជួបតែសំណាងល្អនិងសុខភាពល្អជម្រាបលាជួបគ្នានៅវីដេអូក្រោយ